ពួកគាត់គឺជាមនុស្សដែលពោពេញទៅដោយឱកាសនៅក្នុងការវិនិយោគមានគំនិតច្នៃប្រឌិតខ្ពស់ជាមនុស្សដែលដឹកនាំក្រុមទទួលបានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុមានប្រភពប្រាក់ចំណូលទៀងទាត់នេះគឺជាជោគជតារាសីរបស់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំមមីប្រចាំខែ10ខែតុលាឆ្នាំ2025 Subscribe Channel បន្ទាប់ពីរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុននឹងធ្វើការបកស្រាយប្រធានបទស្ដីអំពីជោគជតារាសីឆ្នាំមមីប្រចាំខែ10ខែតុលាឆ្នាំ2025ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share និង Comment ល្អនៅលើ Channel នោះផងដែរនេះគឺជាការព្យាករណ៍ជោគជតារាសីរបស់លោកអ្នកឆ្នាំមមីស្ថិតនៅក្នុងខែ10ខែតុលាឆ្នាំ2025 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេយើងឃើញហើយថាមនុស្សដែលកើតនៅក្នុងឆ្នាំប្រៀបបានទៅនឹងលោហៈធាតុដ៏រឹងមាំតំណាងឲ្យផ្លូវច្បាប់យុត្តិធម៌តំណាងឲ្យអំណាចសម្គាល់ថាជាមនុស្សដែលស្មោះត្រង់ព្យាយាមការសម្រេចចិត្តមានលក្ខណៈប្រកួតប្រជែងគួរឲ្យទុកចិត្តបានជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ត្រឹមត្រូវមានការតស៊ូនិងសម្រេចចិត្តដូច្នេះកត្តាធំទាំង6បានស្ដែងចេញជាឱកាសសម្រាប់ព្យាករណ៍ជោគជតារាសីរបស់លោកអ្នកឆ្នាំមមីស្ថិតនៅក្នុងខែ10ខែតុលាឆ្នាំ2025នេះមានដូចតទៅទី1គឺតកតងជាមួយនឹងគោលបំណងនៃជីវិតគោលដៅយុទ្ធសាស្ត្រផែនការការងារឬក៏មនុស្សមកជួយនៅក្នុងរាសីឆ្នាំមមីស្ថិតនៅក្នុងខែនេះគឺលោកអ្នកនឹងគឺទទួលបាន 80% កត្តាធំទី2ដែលស្ដែងចេញអំពីសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់និងទ្រព្យសម្បត្តិគឺចាប់ផ្ដើមចេញឱកាសពី 49% នឹងឡើងទៅឱកាសធំទី3គឺពាក់ព័ន្ធជាមួយនឹងការធ្វើទីផ្សារការលក់ការបិទការលក់ឬក៏តំណែងតំណងទូទៅគូជីវិតស្វាមីភរិយារបស់លោកអ្នកឱកាសស្ថិតនៅក្នុងខែនេះគឺចាប់ផ្ដើមពី 80% ឡើងទៅហើយតលយៈភាពស្ថិតនៅក្នុងតំណែងតំណងស្នេហាគ្រួសារមិត្តភ័ក្តិមនុស្សដែលនៅជុំវិញខ្លួនប្រតិបត្តិការងារទូទៅរាសីឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ10នេះគឺទទួលបាន 50% កត្តាធំទី5ដែលតកតងជាមួយនឹងសុខភាពកាយសម្បទាភាពសុខស្រួលនៅក្នុងកិច្ចការងារឬក៏ដូចជាសុខុមាលភាពនិងភាពសរសើរនៅក្នុងជីវិតរាសីឆ្នាំមមីរបស់លោកអ្នកនឹងគឺទទួលបានតលយៈភាព 50% កត្តាធំទី6កត្តាចុងក្រោយដែលតកតងជាមួយនឹងឱកាសនៅក្នុងការធ្វើអាជីវកម្មពាណិជ្ជកម្មការធ្វើដំណើរក្នុងន័យអភិវឌ្ឍធនធានប្រភពប្រាក់ចំណូលក៏ដូចជាការផ្លាស់ប្ដូរការងារឱកាសនឹងការទទួលបានការងារថ្មីការគ្រប់គ្រងសិទ្ធិអំណាចក៏ដូចជាការដឹកនាំបណ្ដាញរាសីឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ10នេះបាទគឺទទួលបាន 70% បាទនេះគឺជាកត្តាល្អហើយយើងក៏ចាប់ផ្ដើមកែសម្រួលនៅកត្តាមួយចំនួនដែលក្រោមតលយៈភាពបន្តិចបន្តួចនឹងឲ្យវាល្អប្រសើរចាប់ពីពេលនេះតទៅបាទនឹងមានរឿងអ្វីកើតឡើងតាក់ទងជាមួយនឹងរាសីឆ្នាំមមីរបស់លោកអ្នកតកតងជាមួយលៀបសំណាងហិរញ្ញវត្ថុឱកាសនៅក្នុងការរកស៊ីវិនិយោគនិងចំណូលការងារមុខរបរដំណឹងល្អៗនៅក្នុងការងារការផ្លាស់ប្ដូរទូនាទីតំណែងនិងភាពរីកចម្រើនតំណែងតំណងនិងស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវតើនឹងមានហេតុការណ៍អ្វីកើតឡើងចំពោះរាសីលោកអ្នកនេះគឺជាការបង្ហាញយ៉ាងពិសេសអំពីកត្តាធំទាំង6នៅព័ត៌មានលម្អិតស្ដីអំពីជោគជតារាសីលោកអ្នកដើម្បីលើករាសីនិងកាត់បន្ថយបញ្ហាឧបសគ្គនីតិខាងក្រោយបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីលក្ខណៈពិសេសស្ដីអំពីរាសីមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ10យ៉ាងពិសេសជួបគ្នាបន្តិចទៀតនេះគឺជាការព្យាករណ៍ជោគជតារាសីរបស់លោកអ្នកឆ្នាំមមីស្ថិតនៅក្នុងខែ10ខែតុលាឆ្នាំ2025ឥឡូវយើងកំពុងតែជួបគ្នានៅក្នុងព័ត៌មានលម្អិតស្ដីអំពីជោគជតារាសីរបស់លោកអ្នកតកតងជាមួយនឹងទស្សនវិជ្ជាធំទាំង6ដែលកត្តាទាំងអស់នោះបានស្ដែងចេញជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងឥឡូវយើងពិនិត្យមើលនៅក្នុងអាជីពហើយនឹងការងាររបស់រាសីឆ្នាំមមីលោកអ្នកស្ថិតនៅក្នុងខែនេះអញ្ចឹងស្ថិតនៅក្នុងខែ10ហ្នឹងគឺនាំមកនៅសំណាងល្អលោកអ្នកនឹងមានឱកាសជួបនៅក្នុងការអភិវឌ្ឍការងារនឹងទទួលបានគម្រោងថ្មីការបង្កើតគម្រោងឬក៏ទទួលបានការងារថ្មីនៅក្នុងការចាប់ផ្ដើមនឹងទទួលបានភាពជោគជ័យ
ហើយចំពោះភាពរីកចម្រើនវិញហ្នឹងគឺលោកអ្នកហ្នឹងគឺទទួលបានការរីកចម្រើនដោយការទទួលស្គាល់លើកស្ទួយផ្ដល់ឱកាសឲ្យលោកអ្នកហ្នឹងចេញសមត្ថភាពលទ្ធភាពចេញអំពីថ្នាក់លើណាប្រជាពីថ្នាក់លើហ្មងផ្ដល់ឱកាសឲ្យយើងហើយចំពោះមិត្តភ័ក្តិរួមការងារគឺជួយជ្រោមជ្រែងលោកអ្នកហ្នឹងឲ្យមានការអភិវឌ្ឍបន្ថែមទៅទៀតហើយលោកអ្នកនឹងមានភាពក្លាហាននៅក្នុងការសម្រេចចិត្តដឹកនាំនៅក្នុងរឿងធំរឿងសំខាន់នោះផងដែរសម្រាប់ឱកាសការងារហ្នឹងគឺថាគឺជាលៀបជាសំណាងដែលលោកអ្នកហ្នឹងគឺប្រស័យតាក់ទងជាមួយនឹងអ្នកដែលកើតនៅក្នុងឆ្នាំរោងឆ្នាំមមែឆ្នាំថោះឆ្នាំជូតហើយនិងឆ្នាំចបាទជាមនុស្សដែលយើងនឹងប្រស័យតាក់ទងញឹកញាប់នៅក្នុងចំណោមមនុស្សដែលកើតនៅក្នុងឆ្នាំទាំង12ហើយយើងឃើញថាដោយអតិពលធម្មពលដីបង្កើតមាសលោកអ្នកស្ថិតនៅក្នុងខែចនេះគឺជាខែដែលនាំមុខជួយរិស័យរបស់លោកអ្នកគឺធម្មពលខែធម្មពលឈីគឺដីកើតមាសអញ្ចឹងលោកអ្នកមមីរិស័យខ្លាំងអញ្ចឹងលោកអ្នកត្រូវការទុននៅក្នុងការវិនិយោគត្រូវការបណ្ដាញឬត្រូវការអំណាចស្ថិតនៅក្នុងអំណាចបាទអញ្ចឹងអ្វីដែលយើងឃើញគឺយើងឱកាសនៅក្នុងការសិក្សារៀនសូត្រជំនាញធំបន្ថែមតាក់ទងជាមួយនឹងជំនាញនៅក្នុងការដោះស្រាយបញ្ហាការធ្វើទីផ្សារជំនាញនៅក្នុងការគ្រប់គ្រងបណ្ដាញឬក៏ជំនាញនៅក្នុងការគ្រប់គ្រងដឹកនាំណាទៅលើបែបបទសិទ្ធិអំណាចឬក៏តាក់ទងជាមួយនឹងអ្វីដែលយើងហៅថាបញ្ហាផ្លូវច្បាប់ទាំងអស់ហ្នឹងបាទយើងនឹងមានឱកាសសិក្សារៀនសូត្រហើយបើសិនជាលោកអ្នកមានហើយគឺពង្រឹងសក្តានុពលនឹងបន្ថែមស្ថិតនៅក្នុងខែ10ហ្នឹងអញ្ចឹងអ្វីដែលយើងឃើញថាស្ថិតនៅក្នុងអតិពលកិច្ចការងារមនុស្សនៅក្នុងសង្គមការងារក្នុងក្រៅប្រទេសការងារសង្គមទូទៅបាទកិច្ចការងារទាំងអស់ហ្នឹងលោកអ្នកនឹងតែងតែជួបប្រទះជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំមមីបាទឆ្នាំថោះហើយនិងឆ្នាំអាសាញ់ព្រមទាំងឆ្នាំជូតនោះផងដែរអញ្ចឹងកិច្ចការងារសង្គមនឹងនៅពេលដែលលោកអ្នកធ្វើកិច្ចការងារនឹងបានគឺកើតនៅប្រភពប្រាក់ចំណូលទៀងទាត់ហើយមានតំណែងតំណងល្អហើយជំនាញដែលយើងបង្កើតនៅតំណែងតំណងហ្នឹងគឺជាមួយធ្វើការជាមួយនឹងមនុស្សនឹងច្រើនបាទជាពិសេសជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំអាសាញ់ស្ថិតនៅក្នុងខែ10នេះហើយតាក់ទងជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការគ្រប់គ្រងដឹកនាំសិទ្ធិអំណាចលោកអ្នកត្រូវរៀនសូត្រពីកិច្ចការងារនឹងឲ្យបានច្រើនពីព្រោះស្ថិតនៅក្នុងអធិបុលនៃតារាសាស្ត្រអំណាចក្រោមមនុស្សដែលកើតនៅក្នុងឆ្នាំថោះនេះគឺជួយរិស័យឆ្នាំមមីរបស់លោកអ្នកនៅក្នុងការផ្ដល់ឱកាសសម្រាប់តំណែងតំណងទូទៅនៅក្នុងសង្គមការងារដែលពោពេញទៅដោយសមត្ថភាពនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាដឹកនាំនិងគ្រប់គ្រងហើយកិច្ចការងារទាំងអស់ហ្នឹងក៏មានន័យថាលោកអ្នកនឹងគឺមានពលឺមានភាពកក់ក្ដៅមានគេទទួលស្គាល់នៅក្នុងសង្គមនឹងច្រើនមានភាពល្បីល្បាញបាទដែលស្ថិតនៅក្នុងនីតិខាងក្រៅនឹងពួកយើងនឹងបង្ហាញអំពីឱកាសដែលបង្ហាញស្ដីចេញអំពីតារាសាស្ត្រអធិរាជឬក៏តារាសាស្ត្រមុនស្នេហ៍ Red Matchmaker Intelligent Star ឬក៏ Pick Bluesm បាទសិតតែជាអតិពលនៃផ្កាយល្អព្រឹត្តិការណ៍ល្អដែលជួយរិស័យឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ10ហ្នឹងបាទឥឡូវយើងពិនិត្យមើលនៅក្នុងកត្តាសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់និងទ្រព្យសម្បត្តិរបស់រិស័យឆ្នាំមមីលោកអ្នកវិញម្ដងដោយយើងផ្ដោតទៅលើប្រភពប្រាក់ចំណូលល្អហើយនិងសេចក្តីដែលយើងគួរប្រុងប្រយ័ត្ននៅក្នុងការគ្រប់គ្រងចាត់ចែងលើប្រភពប្រាក់ចំណូលនិងហិរញ្ញវត្ថុរបស់រិស័យឆ្នាំមមីលោកអ្នកនឹងវិញម្ដងប្រាក់ចំណូលគឺល្អគឺធម្មពលធាតុឈើនេះគឺជួយទ្រទ្រង់ធម្មពលនៃធាតុភ្លើងរបស់លោកអ្នកដូចជាឈើបង្កើតភ្លើងហើយអញ្ចឹងយើងឃើញថានៅក្នុងឱកាសដែលយើងឃើញថាមានលេខនៅការវិនិយោគជាធម្មពលធាតុឈើដែលឈើនេះគឺជាធាតុលុយនៅក្នុងការវិនិយោគរបស់រិស័យឆ្នាំមមីលោកអ្នកស្ថិតនៅក្នុងរិស័យខាងលើនៃខែអញ្ចឹងបើន័យថាខែនិងឆ្នាំសិតតំណមកនៅលុយអញ្ចឹងកាលណាឲ្យលោកអ្នកចេញទៅតំណតំណងមនុស្សនៅខាងក្រៅផ្ទះឬក៏ក្រៅក្រុមហ៊ុនឬក៏ធ្វើទីផ្សារនៅខាងក្រៅប្រកាសជាមានប្រភពប្រាក់ចំណូលចេញអំពីពួកគាត់នៅក្នុងការគ្រប់គ្រងនៅកិច្ចល្អប្រសើរនឹងហើយជាទូទៅយើងឃើញថាជាកិច្ចដែលយើងត្រូវធ្វើគឺថាយើងប្រើប្រាស់សមត្ថភាពនៅក្នុងការគ្រប់គ្រងដឹកនាំឬក៏ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនេះគឺជាឱកាសនៅក្នុងការដោះដូរផលប្រយោជន៍ដើម្បីបង្កើតប្រភពប្រាក់ចំណូលចូលមកខាងយើងវិញបាទអញ្ចឹងកាលណាយើងឲ្យប្រយោជន៍នឹងគ្នាទៅវិញទៅមកឱកាសនៅក្នុងការបង្កើនទីផ្សារនេះគឺមានភាពធំទូលាយជាងមុនបាទហើយកាលណាយើងឃើញមានលេខទ្រព្យសម្បត្តិ
តាក់ទងជាមួយ indirect well បែបនេះគឺលោកអ្នកនឹងមានប្រាក់ចំណូលល្អប្រសើរឡើងឬក៏យើងថាយើងមានទទួលបានតំណែងការងារថ្មីឬក៏កន្លែងថ្មីបើមិនចឹងទេគឺឡើងប្រាក់ខែប្រាក់វិវត្តឬក៏យើងមានន័យថាមានប្រាក់ចំណូលពីការងារក្រៅម៉ោងអីជាដើមណាគឺជាដំណឹងល្អសម្រាប់វិស័យឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ10ហើយចំពោះមនុស្សដែលកើតនៅក្នុងឆ្នាំមមីនឹងដូចគ្នាយើងឃើញមានលេខអំណាចនិងលេខទ្រព្យគឺទ្រព្យគឺជួយគុតគង់នៅអំណាចចឹងមានន័យថានៅក្នុងខែនេះសម្រាប់តំណែងតំណងការងារក្នុងក្រៅប្រទេសការងារលោកអ្នកនឹងមានឱកាសចេញទៅខាងក្រៅប្រទេសច្រើនបាទដែលស្ថិតនៅក្នុងការងារដែលពាក់ព័ន្ធជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំខាលនេះជួយរិស័យមមីរបស់លោកអ្នកដើម្បីឲ្យកិច្ចការងារកាន់កាប់គ្រប់គ្រងដឹកនាំសិទ្ធិអំណាចឬក៏ការងារនៅក្នុងសង្គមខាងក្រៅហ្នឹងគឺជួយបានច្រើននៅក្នុងនោះផងដែរមនុស្សដែលជួយរិស័យឆ្នាំមមីរបស់លោកអ្នកដែលមានផ្កាយជីវិតលេខ4គឺមាន2នាក់ធំជាអត្តភាពមិនមែនតែ2នាក់នេះដែលត្រូវជួយមានតែ2នាក់នោះទេគ្រាន់ថាអត្តភាពធំនោះគឺអ្នកដែលកើតនៅក្នុងឆ្នាំមមែមួយអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវនេះ2គឺជួយរិស័យឆ្នាំមមីរបស់លោកអ្នកបាទចឹងមនុស្សដែលកើតនៅក្នុងឆ្នាំមមីបាទដែលមានផ្កាយជីវិតលេខ4នៅពេលដែលលោកអ្នកខ្វះមធ្យោបាយខ្វះឧបករណ៍យុទ្ធសាស្ត្រវិធីសាស្ត្របទពិសោធន៍ការងារសិក្សាស្រាវជ្រាវអភិវឌ្ឍធនធានមនុស្សក៏ដូចជាផលិតផលឬក៏ការងារធ្វើទីផ្សារឯផ្សេងរិស័យឆ្នាំមមីដែលមានផ្កាយជីវិតលេខ4គឺមានមនុស្សដែលកើតនៅក្នុងឆ្នាំកុលគឺជួយជាយុទ្ធសាស្ត្របញ្ញាសតិស្ថិតនៅក្នុងការមើលការខុសត្រូវឲ្យលោកអ្នកបានបាទហើយកត្តាធំបន្ទាប់នៅក្នុងការធ្វើទីផ្សាររិស័យឆ្នាំមមីដែលមានផ្កាយជីវិតលេខ4គួរតែយកចិត្តទុកដាក់បំពេញបន្ថែមតំណែងទំនងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំរកានេះគឺអាចជួយពង្រីកសក្តានុពលការធ្វើទីផ្សារបន្ថែមសិតតែជាឆ្នាំដែលតាក់ទងនឹងគេហៅថាផ្កាយស្នេហ៍ណាចឹងកាលណាដូចថោះក្តីមមីក្តីជូតក្តីសិតតែជារកានឹងជាដើមសិតតែជាផ្កាយស្នេហ៍បើចឹងរិស័យឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ10នេះគឺយើងប្រើប្រាស់នៅក្នុងទិសខាងលិចនៅក្នុងការផ្សព្វផ្សាយដឹកនាំគ្រប់គ្រងចាត់ចែងនៅលើការធ្វើទីផ្សារបាទការធ្វើទីផ្សារហើយបើចំពោះការលក់អនឡាញអីផ្សេងយើងអាចប្រើប្រាស់បាទស្ថិតនៅក្នុងទិសខាងកើតដែលជាទិសល្អប្រសើរនៅក្នុងការដឹកនាំសម្រាប់ចិត្តផ្សេងបាទឥឡូវយើងពិនិត្យមើលនៅក្នុងលក្ខណៈដែលយើងគួរប្រុងប្រយ័ត្នចំពោះផ្នែកហិរញ្ញវត្ថុនោះប្រយ័ត្នយ៉ាងម៉េចបងប្អូនស្ថិតនៅក្នុងជួរខែតាក់ទងរឿងការងាររឿងកិច្ចការងារទាំងអស់ហ្នឹងគឺថាមានរាប់វែលមួយដែលបញ្ជាក់អំពីអ្វីដែលយើងហៅថាបាត់បង់ទ្រព្យសម្បត្តិឬក៏ចាយលុយច្រើនឬក៏ចំណាយអត់របៀបឬក៏ប្រើប្រាស់នៅក្នុងប្រភពហិរញ្ញវត្ថុហ្នឹងខ្ជះខ្ជាយវាមិនពិតប្រាកដហើយអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នបើទោះជាមានចំណូលច្រើនយ៉ាងណាក៏ដោយត្រូវប្រុងប្រយ័ត្នចំពោះការចំណាយខ្ជះខ្ជាយផងដែរហើយចំណាយរឿងអីគេចំណាយនឹងរឿងទិញភាពឆើតឆាយស្រស់ស្អាតចំណាយទៅលើគេហៅថាធ្វើម៉េចឲ្យមានភាពតាក់ទាញឬក៏ស៊ីវិល័យឬក៏ភាពឲ្យគេកោតសរសើរថាយើងនឹងវាល្អចេះមួយវាប្រកែឬក៏មើលទៅឃើញយើងថាយើងគ្រាន់អញ្ចឹងយើងត្រូវការចាយលុយដើម្បីទិញរូបភាពហ្នឹងអញ្ចឹងគឺថាទោះបីជាយ៉ាងណាក៏ដោយទោះបីជាយើងត្រូវការលក្ខណៈក៏ពិតមែនប៉ុន្តែយើងត្រូវទប់ខ្លួនឯងផងបាទមិនមានន័យថាមិនឲ្យស្អាតមិនឲ្យមើលទៅឃើញថាស៊ីវិល័យឬក៏ជាមនុស្សដែលហាយខ្លះនោះទេតែធ្វើទៅគឺអត់ប៉ុន្តែយើងគ្រាន់តែទប់ស្កាត់ពិចារណាទៅលើលក្ខណៈដែលយើងគួរយល់ដឹងហើយបើសិនជាយើងត្រូវធ្វើនៅក្នុងការវិនិយោគទាំងអស់ហ្នឹងក៏វិនិយោគនៅក្នុងលក្ខណៈដែលប្រុងប្រយ័ត្នផងដែរបាទពីព្រោះអានេះគឺជាការចំណាយមួយដែលយើងថាចាយទៅលើបណ្ដាញឬក៏យើងចាយទៅលើការរកស៊ីមុខរបរអីយើងហ្នឹងដូចថាឲ្យគេខ្ចីសិនឲ្យគេដាក់របស់របរហ្នឹងឲ្យគេលក់សិនអញ្ចឹងទៅហើយឲ្យគេបង្វិលមកវិញហើយយើងផ្លេចទីឬក៏យើងផ្លេចតាមដានរឿងប្រភពចាក់ចំណូលហ្នឹងវាមនុស្សវាច្រើនអ្នកមួយជាពាក់បន្តិចពីរជាពាក់បន្តិចគឺកើនឡើងរាប់ម៉ឺនអញ្ចឹងធ្វើឲ្យយើងនឹងខ្វះទុនបង្វិលអីហ្នឹងធ្វើឲ្យមានបញ្ហាអញ្ចឹងតើតែយើងហ្នឹងគិតគូរតាមដានអារឿងការចំណាយទៅលើបណ្ដាញរបស់យើងហ្នឹងឲ្យវាមានប្រភពបង្វិលមកវិញហ្នឹងគឺឲ្យបានល្អប្រសើរបានយើងអាចទប់ទល់រួចខ្លួនឯងផងដែរឥឡូវយើងក៏លេខមើលតាក់ទងជាមួយនឹងការធ្វើទីផ្សារតំណែងតំណងស្នេហាគូជីវិតស្វាមីភរិយារបស់លោកអ្នកតំណែងតំណងទូទៅតើនឹងមានរឿងអ្វីកើតឡើងចំពោះរិស័យឆ្នាំមមីរបស់លោកអ្នកស្ថិតនៅក្នុងខែ10នេះ
សម្រាប់ស្នេហានិងតំណែងតំណងគឺល្អសម្រាប់តំណែងតំណងគឺថានឹងមានឱកាសតំណែងតំណងល្អជាមួយនឹងមនុស្សដែលជុំវិញខ្លួនជាពិសេសគឺសម្រាប់អ្នកនៅលីវនោះតែម្ដងយើងឃើញថាសម្រាប់អ្នកនៅលីវណាអ្នកដែលកើតនៅក្នុងឆ្នាំមមីនោះគឺជាមនុស្សស្រីនឹងមានឱកាសជួបស្វាមីបាទជួបស្វាមីនៅខាងក្រៅនៅកន្លែងធ្វើការងារនៅក្នុងសង្គមខាងក្រៅបាទហើយជួបគ្នាបើតាមរយៈតំណែងតំណងនៅលើប្រព័ន្ធអ៊ីនធឺណិតឬក៏យើងអាចថាតាមឆាតឬតាមអនឡាញឬជួបគ្នាដោយចៃដន្យនៅខាងក្រៅនេះគឺយើងឃើញថាលេខអំណាចដែលជា DO ស្ថិតនៅខាងក្រោមថោះដែលថោះនោះគឺជាលេខអំណាចរបស់មមីនឹងផងដែរចឹងឃើញថារិស័យឆ្នាំមមីជាមនុស្សស្រីនឹងមានឱកាសច្រើនជួបជាមួយនឹងអនាគតស្វាមីដ៏ល្អប្រសើរដែលមានទាំងទ្រព្យមានទាំងចំណេះដឹងខាងផ្នែកបច្ចេកវិទ្យាជាមនុស្សដែលទាន់សម័យស៊ីវិល័យហើយជាមនុស្សដែលចិត្តល្អនិងចិត្តសប្បុរសនឹងថែមទៀតផងហើយសម្រាប់ការធ្វើទីផ្សារក៏ដូចគ្នាកាលណាយើងមានឱកាសស្ថិតនៅក្នុងបែបនេះគឺរិស័យមមីដែលមានធម្មពលរិស័យខ្លាំងគឺត្រូវការបណ្ដាញត្រូវការអំណាចត្រូវការសិទ្ធិនៅក្នុងការវិនិយោគផ្សេងហ្នឹងគឺមានន័យថាយើងនឹងទទួលបានប្រាក់ចំណូលល្អប្រសើរមានមនុស្សជួយគ្រប់គ្រងហើយការងារយើងច្បាស់លាស់ហើយទទួលការអភិវឌ្ឍទៅលើអាជីវកម្មហ្នឹងគឺមានភាពលូតលាស់រុងរឿងលឿនដោយសារតំណែងតំណងយើងល្អប្រសើរស្ថិតនៅក្នុងជួរនៃខែផងជួរនៃឆ្នាំផងអញ្ចឹងយើងឃើញថាសម្រាប់អ្នកដែលមានគូហើយគឺត្រូវពង្រឹងសក្តានុពលធ្វើម៉េចឲ្យយើងនឹងមានភាពរីករាយចុះសម្រុងនឹងគ្នាលោកអ្នកមានពេលជាពិសេសចែកពេលសម្រាប់គ្រួសារខ្លួនឯងផងដែរកុំឲ្យគិតតែពីរឿងការងារអញ្ចឹងពេលដែលយើងមានឱកាសតុល្យភាពក្នុងការងារនិងគ្រួសារធ្វើឲ្យយើងមានភាពរីករាយសុខដុមរមនានៅក្នុងគ្រួសារនោះផងដែរមូលហេតុដែលយើងថាវាមានភាពសុខដុមនោះគឺថារិស័យខាងលើនៅក្នុងជួរថ្ងៃហើយនិងរិស័យខាងក្រោមនោះគឺធម្មពលធាតុមាសដូចគ្នាអញ្ចឹងមាសនោះមិនសូវជាប្រឆាំងគ្នាទេគ្រាន់តែអារម្មណ៍ពេលខ្លះយើងត្រូវដឹងថាយើងឲ្យអត្ថភាពប្តីឬក៏ប្រពន្ធយើងនឹងមុនគេមុននឹងឲ្យអត្ថភាពមនុស្សខាងក្រៅឧទាហរណ៍ដូចថាសាច់ញាតិយើងមែនប៉ុន្តែមិនមែនជាប្តីប្រពន្ធណាឧទាហរណ៍ថាជាបងជាប្អូនណាបងប្អូនបកើតបងប្អូនសាច់ថ្លៃអញ្ចឹងទៅអានឹងអត្ថភាពទី2អញ្ចឹងនៅពេលយើងគិតបែបនេះគឺវាមានភាពល្អប្រសើរមូលហេតុបានបញ្ជាក់អញ្ចឹងបងប្អូនថាលោកអ្នករិស័យខ្លាំងមមីកាលណាមានធាតុ friend នៅខាងក្រោមចេះលោកអ្នកតែងតែគិតឲ្យអត្ថភាពនឹងមនុស្សក្រៅពីប្តីប្រពន្ធនឹងចង់អត្ថភាពខ្លាំងជាងប្តីប្រពន្ធខ្លួនឯងអញ្ចឹងយើងត្រូវគិតអាចំណុចផលប៉ះពាល់អត្ថភាពនឹងជួនកាលប្តីប្រពន្ធយើងអត់យល់គ្នាអាចខឹងណាហីគិតខ្ញុំជាងគិតគេជាងខ្ញុំជាប្រពន្ធឯងទៀតគិតគេខ្លាំងជាងខ្ញុំជាប្តីឯងទៀតដែរវាចាញ់អញ្ចឹងមកវាធ្វើឲ្យខ្ទាស់មានបញ្ហាអីមិនរសើបទៅបែបតិចក៏ដោយប៉ុន្តែយើងត្រូវតែយកចិត្តទុកដាក់ទៅពេលដែលយើងដឹងពីសាច់រឿងទាំងអស់ហ្នឹងយើងធ្វើពីចំណុចត្រូវនឹងទៅអ្វីៗវានឹងសុខសាន្តសម្រាប់គ្រួសារយើងអញ្ចឹងសុខសាន្តគ្រួសារគឺកើនទ្រព្យហ្នឹងអញ្ចឹងយើងពិនិត្យមើលនៅក្នុងកត្តាសុខភាពវិញម្ដងថាកត្តាសុខភាពមានធម្មពលខ្លាំងក្លាបាទគឺអ្វីដែលយើងគិតនឹងគឺថាយើងមើលថាធម្មពលមាសដូចគ្នានឹងវាមិនសូវជាមានបញ្ហាអីប្រមាណទេបាទអ្វីដែលយើងគួរយកចិត្តទុកដាក់បន្ថែមបាទគឺកុំផ្ដោតទៅលើការប្រើប្រាស់នៅគ្រឿងស្រវឹងបាទគ្រឿងស្រវឹងគឺជាធម្មពលធាតុភ្លើងដែលបំផ្លាញធម្មពលធាតុមាសអញ្ចឹងកណ្ដីយើងតមគ្រឿងស្រវឹងនេះបានគ្រប់ប្រភេទហ្នឹងគឺសុខភាពយើងល្អប្រសើរបាទហើយជាពិសេសគឺថាយើងត្រូវពិសាទឹកឲ្យបានច្រើនផងដែរជៀសវាងនៅជំងឺកាពះបាទកាពះហ្នឹងកាលណាយើងអត់ហូបទឹកទៀងទាត់អង្គុយឬហាត់ប្រាណអីទេវាធ្វើឲ្យឡើងជាតិអាស៊ីតច្រើនណាជាតិអាស៊ីតច្រើនព្រោះធម្មពលដីបង្កើតមាសនោះគឺវាតាក់ទងរឿងអាស៊ីតនឹងជាតិជូរនឹងឯងអញ្ចឹងវាកើតធម្មពលធាតុមាសច្រើនវាធ្វើឲ្យមានបញ្ហាកាពះទៅវិញបាទអញ្ចឹងសុខភាពយើងគួរយកចិត្តទុកដាក់បែបនោះឯងបាទហើយអញ្ចឹងយើងត្រូវតែមានកីឡាឬក៏កំសាន្តណាទាត់បាល់វាយបាល់វាយសីអីចឹងទៅដើរហាត់ប្រាណកាយវិការនៅខាងក្រៅនោះដើម្បីរក្សាឲ្យមានស្ថិរភាពសុខភាពធម្មពលនៅក្នុងខ្លួនរបស់យើងនោះគឺល្អប្រសើរបាទដូច្នេះហើយរិស័យឆ្នាំមមីរបស់លោកអ្នកដែលមានកើតនៅក្នុងផ្កាជីវិតលេខ4គួរប្រើប្រាស់នៅក្នុងធម្មពលទិសទាំងអស់នេះជាទិសមង្គលធំទាំង4ដែលនាំឲ្យមានភាពជោគជ័យខាងផ្នែកទ្រព្យសម្បត្តិសិទ្ធិអំណាចការធ្វើដំណើរការធ្វើទីផ្សារនិងការអភិវឌ្ឍផ្សេងបាទជាន័យសរុបគឺមាន
ទិសដែលល្អទាំង4គឺមានទិសខាងជើងទិសខាងត្បូងទិសកើតនិងទិសត្បូងកើតបាទនៃសរុបគឺថាកាលណាលោកអ្នកប្រើប្រាស់នៅក្នុងទិសទាំង4នេះវានឹងនាំឲ្យលោកអ្នកនឹងទទួលបាននៅទ្រព្យសម្បត្តិច្រើនភាពជោគជ័យឱកាសល្អសុខភាពសុខុមាលភាពអាជីវកម្មលូតលាស់រុងរឿងតំណែងតំណងមិត្តភ័ក្តិគ្រួសារល្អមានការអភិវឌ្ឍការបដោតទៅលើការកាប់សិទ្ធិអំណាចជំនាញតូចធំមនុស្សមកជួយសិតតែជារឿងល្អស្ថិតនៅក្នុងទិសធំទាំង4នេះទាំងអស់បាទតើលោកអ្នករិស័យឆ្នាំមីស្ថិតនៅក្នុងខែ10នោះគួរប្រុងប្រយ័ត្នអ្វីខ្លះដើម្បីរក្សានៅអត្តភាពមានបានទ្រព្យសម្បត្តិសិទ្ធិអំណាចរបស់លោកអ្នកឲ្យកាន់តែប្រសើរបន្ថែមទៀតតើធម្មពលអវិជ្ជមាននោះបានជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះចំពោះរិស័យឆ្នាំមីរបស់លោកអ្នកជួបគ្នាក្នុងបទបង្ហាញយ៉ាងពិសេសនាពេលបន្តិចទៀតនេះគឺជាការព្យាករណ៍ជោគជតារិស័យរបស់លោកអ្នកមមីស្ថិតនៅក្នុងខែ10ខែតុលាឆ្នាំ2025អ្វីដែលលោកអ្នកគួរប្រុងប្រយ័ត្នគឺតាក់ទងជាមួយនឹងឥទ្ធិពលនៃហុងស៊ុយទឹកដែលមិនសូវល្អសម្រាប់លោកអ្នកប្រើប្រាស់ញឹកញាប់លើសពី3ម៉ោងនៅក្នុងមួយថ្ងៃសម្រាប់ទិសអវិជ្ជមានទាំង4របស់រិស័យឆ្នាំមីដែលមានផ្កាជីវិតលេខ4នេះទិសទាំង4នោះគឺរួមមានទិសមិនល្អទី1គឺទិសខាងជើងលិចទី2គឺទិសខាងត្បូងលិចទី3ទិសខាងលិចនិងទី4គឺទិសខាងជើងកើតសរុបសេចក្តីនៅក្នុងអត្ថន័យដែលមិនល្អសម្រាប់ទិសទាំង4របស់រិស័យឆ្នាំមីដែលមានផ្កាជីវិតលេខ4គឺថាកាលណាយើងប្រើប្រាស់ញឹកញាប់វាធ្វើឲ្យយើងមានបញ្ហាសុខភាពបាត់បង់តំណែងតំណងបាត់បង់លុយកាក់ទ្រព្យសម្បត្តិឬមានបញ្ហារអាក់រអួលឧបសគ្គឆ្លោះប្រកែកមានតំណែងតំណងមិនល្អជាមួយនៅក្នុងគ្រួសារឬក៏ប្តីប្រពន្ធមានតែជួបរឿងខ្លះបោកបញ្ឆោតនិយាយដើមក្បត់ពីក្រោយខ្នងឬក៏បញ្ហាឧបសគ្គឬបញ្ហាផ្លូវច្បាប់អីជាដើមបាទអញ្ចឹងទិសទាំង4នេះមិនល្អចំពោះរិស័យឆ្នាំមីដែលមានផ្កាជីវិតលេខ4នោះទេហើយដូច្នេះផងដែរស្ថិតនៅក្នុងខែ10នេះគឺជាខែចលោកអ្នកគួរប្រុងប្រយ័ត្នចំពោះទិសឆុងប្រចាំខែគឺមានចំនួន3ទិសបាទទិសកុលបាទទិសជូតហើយនិងទិសឆ្លូវបាទអញ្ចឹងទិសកុលនោះស្ថិតនៅក្នុងទិសខាងជើងលិចទិសជូតស្ថិតនៅក្នុងទិសខាងជើងហើយទិសឆ្លូវស្ថិតក្នុងទិសជើងកើតអញ្ចឹងវាសមស្របគ្នាជាមួយនឹងបណ្ដាទិសមួយចំនួនដែលតាក់ទងជាមួយទិសមិនល្អដែលបានរាយរាប់ខាងលើមិញហ្នឹងអញ្ចឹងគឺនេះគឺជាទិសឆុងប្រចាំខែដែលយើងរិស័យឆ្នាំមីគួរយកចិត្តទុកដាក់នៅក្នុងធម្មពលអវិជ្ជមានហ្នឹងយើងឃើញថាមានធម្មពលអវិជ្ជមានមួយចំនួនដែលតាក់ទងស្ថិតនៅក្នុងជួរខែក៏ដូចជាជួរឆ្នាំដូចជា less consumer អញ្ចឹងគឺថាចំណាយហើយចំណាយទៀតណាយើងពិនិត្យមើលក្នុងប្រភពប្រាក់ចំណូលក៏ដូចជាបញ្ជីស្នាមចំណូលចំណាយនឹងឲ្យបានត្រឹមត្រូវបាទហើយរឿងតាក់ទងជាមួយនឹងធម្មពលអវិជ្ជមានដូចជា bad chi ជាដើមគឺថាវាអាចមានបញ្ហាឧបសគ្គការរាំងស្ទះមនុស្សដែលមកជួយឬក៏មនុស្សនៅខាងក្រៅនឹងវាចូលចិត្តថាចំណែនឈ្នានេះលោកអ្នកឃើញតែបងប្អូនលោកអ្នកដែលកើតនៅក្នុងឆ្នាំមីនឹងមានឱកាសមានសក្តានុពលនឹងគឺថាចេះតែរកចំណុចខ្ទាស់រហូតបាទប៉ុន្តែយ៉ាងណាក៏ដោយបើយោងទៅតាមតារាសាស្ត្រព្រឹត្តិការណ៍ល្អរិស័យឆ្នាំមីរបស់លោកអ្នកហ្នឹងគឺនៅតែមានឱកាសច្រើនដែលតាក់ទងជាមួយនឹងគោលដៅជីវិតផ្នែកហិរញ្ញវត្ថុតំណែងតំណងការធ្វើអាជីវកម្មអញ្ចឹងអ្វីដែលយើងគួរយកចិត្តដាក់ដោយបានបកបង្ហាញខាងដើមហ្នឹងគឺសេដ្ឋកិច្ចហិរញ្ញវត្ថុលុយកាក់ហ្នឹងគឺ40%ហើយនឹងសុខភាពគឺមានតុល្យភាពល្អទេអញ្ចឹងយើងប្រយ័ត្នអារឿងការចាយលុយហ្នឹងមានន័យថាបង្កើនប្រភពប្រាក់ចំណូលបើយើងសន្សំគឺសន្សំវិនិយោគអញ្ចឹងយើងអាចដោះស្រាយបញ្ហានឹងបានហើយអញ្ចឹងយើងពិនិត្យមើលនៅថាជំនាញដែលលោកអ្នកត្រូវការប្រើប្រាស់រិស័យឆ្នាំមីហ្នឹងគឺមានជំនាញនៅក្នុងការគ្រប់គ្រងដឹកនាំបណ្ដាញជំនាញនៅក្នុងការប្រើប្រាស់ធនធានមនុស្សដែលសម្រាប់នៅក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងជំនាញយើងមាន3ណាបាទសេចក្តីល្អការអភិវឌ្ឍទ្រព្យសម្បត្តិសិទ្ធិអំណាចក៏យើងដឹងតាក់ទងជាមួយបញ្ហាឧបសគ្គក៏យើងដឹងហើយព្រមទាំងដំណោះស្រាយសង្ឃឹមថាបងប្អូនលោកអ្នករិស័យឆ្នាំមីទាំងអស់ទទួលបានកិច្ចការងារល្អប្រសើរប្រភពប្រាក់ចំណូលទៀងទាត់និងមានប្រភពប្រាក់ចំណូលធំអភិវឌ្ឍកើនឡើងហើយសុខសុវត្ថិភាពទាំងនៅគ្រប់ទីកន្លែងហើយជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត